Dekon Athaso ban sase sambot mui pnya chun từ rọt tháp bị báo thái sau mày bong ôn chui xe aoប្រជាជនថៃបានឃើញផងដោយអ្នកនាងបានលើកឡើងអំពីប្រវត្តិសាស្ត្រខ្លះដែលប្រជាជនថៃភាគច្រើនបានផ្លេចសំណេរទាំងស្រុងដែលបានបង្ហោះនៅក្នុងគណនី Facebook ផ្លូវការរបស់ Dekon Athaso ដែលមានអត្ថន័យដូចខាងក្រោមសម្បត្តិផ្ញើជូនទៅរដ្ឋាភិបាលថៃសូមបងប្អូនទាំងអស់គ្នាជួយចុចចែករំលែកឲ្យប្រទេសថៃបានឃើញផងថ្មីនេះក្រសួងការពារជាតិរបស់ប្រទេសថៃបានផុសនៅក្នុងបណ្ដាញសង្គម Facebook ថាកម្ពុជាបានផ្លេចគុណដែលថៃធ្លាប់បានជួយជនភៀសខ្លួនខ្មែរកាលពីសម័យរបបខ្មែរក្រហមដោយការនោះថៃបានបើកព្រំដែននិងបើកជំរំជនភៀសខ្លួនទោះបីជាអង្គការសហប្រជាជាតិដាក់សម្ពាធខ្លាំងទៅលើថៃនិងថែមទាំងផ្ដល់ប្រាក់ចំនួនរាប់រយលានដុល្លារទៅដល់ថៃក៏ដោយប្រសិនបើរដ្ឋាភិបាលថៃមិនព្រមសម្រេចចិត្តបើកព្រំដែនក៏គ្មាននរណាម្នាក់អាចទៅបង្ខំថៃបានដែរដូចនេះគឺខ្ញុំបានដឹងគុណប្រទេសថៃចំពោះរឿងនេះលើសពីនេះទៀតខ្ញុំក៏អរគុណដល់ប្រទេសថៃដែលបានបណ្ដោយឲ្យប្រជាជនខ្មែររាប់លាននាក់បានចូលទៅធ្វើការនៅក្នុងប្រទេសថៃផងដែរខ្ញុំគឺជាជនជាតិខ្មែរម្នាក់ខ្ញុំគឺចេះដឹងគុណនេះគឺជាហេតុផលដែលខ្ញុំមិនយល់ទាល់តែសោះថាតើហេតុអ្វីបានជាប្រទេសទាំងពីរមានសង្គ្រាមជាមួយនឹងគ្នានេះវាមិនសមទាល់តែសោះឥឡូវនេះខ្ញុំសូមលើកអំពីប្រវត្តិសាស្ត្រខ្លះដែលប្រជាជនថៃភាគច្រើនបានភ្លេចគឺជាប្រទេសថៃទេដែលជាអ្នកជួយប្រទេសចិនក្នុងការបញ្ជូនគ្រឿងអាវុធទៅឲ្យពួកខ្មែរក្រហមហើយរឿងនេះគឺជាអង្គការសហប្រជាជាតិទេដែលជាអ្នកស៊ើបអង្កេតបន្ទាប់មកពួកគេក៏បានទម្លាយរឿងនឹងចេញមកដែលបានបញ្ជាក់ថាគឺជាពួកយោធាថៃជាអ្នកលួចជួយប្រទេសចិនដោយសម្ងាត់ក្នុងការផ្ដល់គ្រឿងអាវុធទៅឲ្យខ្មែរក្រហមធ្វើឲ្យមានរបបប្រល័យពូជសាសន៍កើតមាននៅក្នុងប្រទេសកម្ពុជាពួកយោធាថៃនិងពួកខ្មែរក្រហមមានភាពជិតស្និទ្ធជាមួយគ្នាដល់ថ្នាក់ពួកមេខ្មែរក្រហមសុទ្ធតែមានគណនីធនាគារមានផ្ទះធំប្រណិតនៅក្នុងប្រទេសថៃទាំងអស់ឲ្យតែពេលណាពួកមេខ្មែរក្រហមធ្វើដំណើរទៅកាន់ប្រទេសថៃគឺថាយោធាថៃយករថយន្តទំនើបពិសេសទៅដឹកពួកគេរហូតបើមេតាហានយោធាថៃមួយចំនួនវិញពួកគេបានក្លាយទៅជាសេដ្ឋីសឹងតែគ្រប់គ្នាដោយសារតែពួកគេបានមកទិញឈើនិងត្បូងពីពួកខ្មែរក្រហមហើយពួកខ្មែរក្រហមក៏មកកាប់បំផ្លាញព្រៃឈើជីកត្បូងយកទៅលក់ឲ្យពួកយោធាថៃដែលពួកគេទិញឈើត្បូងពីខ្មែរក្នុងតម្លៃថោកហើយយកទៅលក់នៅក្នុងប្រទេសថៃក្នុងតម្លៃខ្ពស់កប់ពពកដោយដែលបងប្អូនទាំងអស់គ្នាបានដឹងរួចហើយថាអ្នកដែលបង្កើតរបបខ្មែរក្រហមវាគឺជាប្រទេសចិនប៉ុលពតធ្វើតាមម៉ៅសិនតុងដែលបានសម្លាប់មនុស្សអស់រាប់លាននាក់ហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះប្រទេសចិនគឺមិនដែលទទួលខុសត្រូវឬសារភាពថាខ្លួនឯងបានធ្វើខុសអ្វីបន្តិចតតែសោះមកលើខ្មែរប្រវត្តិសាស្ត្រគឺវាស្មុគស្មាញជាមួយនឹងការពិតដ៏ស្មុគស្មាញដើម្បីឲ្យយើងបានយល់ដឹងជ្រៅអំពីចំនួនរវាងកម្ពុជានិងថៃនោះយើងត្រូវតែជីកប្រវត្តិសាស្ត្រឲ្យកាន់តែជ្រៅទើបយើងអាចដឹងបានតែហេតុអ្វីបានជាដូនតាថៃនាំគ្នាធ្វើចំណាក់ស្រុកពីចិនខាងត្បូងទៅដល់អាស៊ីអាគ្នេយ៍នៅដើមឆ្នាំ1000នេះក៏ព្រោះតែដូនតាថៃគឺបាននាំគ្នារត់ភៀសខ្លួនចេញពីមហាហានចិនកាលនោះមហាហានចិនគឺបានពង្រីកទឹកដីរហូតទៅដល់ចិនខាងត្បូងដែលដូនតាថៃបានរស់នៅកាលនោះប្រសិនបើដូនតាថៃមិនព្រមនាំគ្នារត់ភៀសខ្លួននោះមហាហានចិននឹងអាចប្រឡាយពូជសាសន៍ថៃទាំងអស់ហើយដូនតាថៃក៏បាននាំគ្នារត់ភៀសខ្លួនរហូតមកដល់ជ្រកកោននៅក្រោមចក្រភពខ្មែរកាលពីចំនួននោះស្ដេចខ្មែរគឺបានបើកព្រំដែនឲ្យដូនតាថៃចូលមករស់នៅដោយមិនមានការកាប់សម្លាប់អ្វីនោះទេអាណាចក្រខ្មែរគឺបានចាប់ផ្ដើមនៅក្នុងសតវត្សទី8ប៉ុន្តែពូជសាសន៍ខ្មែរគឺបានរស់នៅលើទឹកដីខ្មែរនឹងរាប់ពាន់ឆ្នាំមកហើយមុននគរចេនឡាទៅទៀតចំណែកឯថៃវិញគឺរស់នៅជាមួយនឹងអាណាចក្រខ្មែរ400ឆ្នាំតម្រាំតែនឹងបានបង្កើតនគរខ្លួនឯងនៅក្នុងឆ្នាំ1238ដែលហៅថាសុខោទ័យបន្តមកទៀតនគរថៃអយុធ្យាក៏បានបន្តតំណែងពីសុខោទ័យបន្តមកទៀតនគរថៃអយុធ្យាក៏បានបន្តតំណែងពីសុខោទ័យហើយក៏បានបង្កើតតទៅជាប្រទេសថៃដល់សប្តាហ៍ថ្ងៃនេះនៅទីបំផុតថៃក៏បានវាយខ្មែរហើយក៏ទទួលបានខេត្តចំនួនប្រហែលជា33ពីកេរដំណើរអង្គរដូចនេះខ្ញុំសូមសួរតើប្រទេសកម្ពុជារបស់ខ្ញុំគួរតែទាមទារឲ្យប្រទេសថៃដឹងគុណដែរឬទេដែលកម្ពុជាបានជួយដូនតាថៃមិនឲ្យផុតពូជពីមហាហានចិនតាមប្រឡាយពូជសាសន៍ថៃនិងថែមទាំងថៃបានដី33ខេត្តពីខ្មែរដែរឬទេ
តាមខ្ញុំគិតកម្ពុជាមិនទៀមទីអ្វីទេព្រោះជារឿងអតីតកាលតាមពិតទៅគ្រាន់តែប្រជាជនថៃយល់ព្រមទទួលស្គាល់ប្រវត្តិសាស្ត្រការពិតទៅគឺវាគ្រប់គ្រាន់ហើយសម្រាប់ប្រជាជនខ្មែរដោយមិនចាំបាច់ទាល់តែមកដឹងគុណខ្មែរអ្វីទេប៉ុន្តែប្រទេសថៃមិនព្រមទាំងទទួលស្គាល់ការពិតនេះផងប្រវត្តិសាស្ត្រការពិតគឺមិនមែនជាប្រទេសកម្ពុជាចេះតែរកនឹកឃើញសរសេរចេញដោយខ្លួនឯងនោះទេតែប្រវត្តិសាស្ត្រការពិតនេះគឺវាចេញពីសៀវភៅប្រវត្តិសាស្ត្ររបស់ពួកលោកខាងលិចទាំងអស់គឺជាអ្នកសរសេរឡើងមកនៅពេលនេះខ្ញុំក៏រីករាយដែរដែលប្រទេសទាំងពីរមានបទច្បាញ់ខ្ញុំសង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជានិងថៃនឹងអាចវិលទៅរកភាពប្រក្រតីវិញនៅថ្ងៃណាមួយប្រទេសទាំងពីរគឺជាអ្នកជិតខាងនឹងគ្នាដូចនេះមិនគួរធ្វើជាសត្រូវនឹងគ្នានោះទេជាចុងក្រោយខ្ញុំក៏ចេះមានការដឹងគុណដល់ប្រទេសថៃដែរដែលធ្លាប់បានជួយជនភៀសខ្លួនខ្មែរខ្ញុំសង្ឃឹមថាប្រទេសថៃក៏អាចចេះដឹងគុណពីខ្មែរវិញផងដែរដែលដូនតាខ្មែរធ្លាប់ជួយដូនតាថៃដូចគ្នាយើងទាំងអស់គ្នាសុទ្ធតែចង់បានជីវិតកាន់តែល្អប្រសើរដូចគ្នាសូមអរគុណខ្ញុំនឹងដាក់សម្បត្តិជាភាសាអង់គ្លេសនៅក្នុង comment បងប្អូននេះសំណេរទាំងស្រុងរបស់ដកនថាសូដែលនាងខ្ញុំจะអានពំនាំយកមកចែករំលែកជូនទៅកាន់បងប្អូនយើងត្រឹមប៉ុណ្ណេះរាល់ការខុសឆ្គងដែលកើតមានក៏សូមអភ័យទោសជួបគ្នាជាមួយនឹងលោកអ្នកនៅព័ត៌មានក្រោយៗជាបន្តសូមអរគុណ